បាទទៅចន្ទិនសូនលំកាយគោរពជម្រាបសួរពុកម៉ែបងប្អូនពេលនេះគឺខ្ញុំឈរនៅខ្នងភ្នំកលែននៅខាងលិចព្រះបរមរាជវាំងប្របាទជ័យវរ្ម័នទី2អញ្ចឹងនៅក្នុងភូមិសាស្ត្រនេះគឺខ្ញុំឃើញតាក់ទងគ្នាជាមួយនឹងព្រួយគឺមានតែបបោះនិងព្រួយទេក៏ប៉ុន្តែនៅលើខ្នងភ្នំកលែននេះតាក់ទងគ្នាជាមួយនឹងភូមិសាស្ត្រនៅខាងលិចអតីតរាជធានីមហិន្ទ្របរពតរបស់ព្រះបាទជ័យវរ្ម័នទី2នេះគឺមានតែដើមរបស់នេះទេដែលខាងលិចគឺចម្ងាយប្រហែលជា1គីឡូទេអញ្ចឹងអាចទាញទិន្នន័យបានថារោងជាងក៏ដូចជាកន្លែងដែលដាំសម្រាប់ធ្វើព្រួញគឺដើមរបស់នេះគឺអត់ឆ្ងាយពីព្រះបរមរាជវាំងនៅសម័យជ័យវរ្ម័នទី2ទេអញ្ចឹងយោងទៅតាមភូមិសាស្ត្រជាក់ស្ដែងដែលខ្ញុំបានចុះសិក្សាស្រាវជ្រាវក៏ដូចជាកាប់នេះគឺយើងបានលទ្ធផលថាគឺព្រួយរបស់កងទ័ពខ្មែរបុរាណនាសម័យជ័យវរ្ម័នទី2ហ្នឹងគឺធ្វើអំពីដើមរបស់ដែលជាព្រួយសម្រាប់កងទ័ពជំនាញអញ្ចឹងក្នុងវីដេអូនេះខ្ញុំមានត្រឹមតែប៉ុណ្្នឹងទេខ្ញុំនឹងអាប់ដេតជូនពុកម៉ែបងប្អូនចំពោះទិន្នន័យព្រួយកងទ័ពខ្មែរបុរាណទៅលើវត្ថុធាតុដើមនានាមាននៅក្នុងមន្ត្របរពតគឺនៅភ្នំកលែននេះបាទអញ្ចឹងខ្ញុំបាទទៅចន្ទិនមកពីផ្ទះតាទុងជ័យជ័យសូសូមគោរពជ្រាបលាបាទ